បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់បងប្អូនដែលជាសិស្សានុសិស្សទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានជាកម្មវិធីមួយចង់មកចែករំលែកជូនដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាគឺជាកម្មវិធីប្រើប្រាស់ក្នុងការគូររូបគណិតវិទ្យាដែលយើងហៅថា GeoGebra ហើយនឹងការប្រើប្រាស់វានៅក្នុងការបង្រៀនអញ្ចឹងកម្មវិធីនេះគឺវាមានផលប្រយោជន៍ច្រើនទាក់ទងជាមួយនឹងផ្នែកបេក្ខនិតនិងក្រាបគឺវាបង្ហាញពីទំនាក់ទំនងរវាងរូបមន្តហើយនិងក្រាបហើយផ្នែកធរណីមាត្រគឺយើងអាចយកវាមករៀននិងអនុវត្តទៅលើលក្ខណៈធរណីមាត្ររបស់វានោះទាក់ទងនឹងផ្នែកគណនា 3D គឺទាក់ទងជាមួយនឹងរូបដែលមានវិមាត្រ3យើងអាចយល់ដឹងអំពីមាត្រនិងផ្ទៃកាឡារបស់វាដែលស្ថិតនៅក្នុងលំហហើយមិនតែប៉ុណ្ណោះគឺយើងអាចប្រើប្រាស់វាជាសកម្មភាពសិក្សាអន្តរកម្មដែលយើងអាចបង្កើតជាលំហាត់ឬក៏សកម្មភាពដែលឲ្យសិស្សអនុវត្តដែលប្រើប្រាស់រូបដែលយើងបានបង្កើតនៅក្នុងកម្មវិធី GeoGebra នោះអញ្ចឹងជាដំបូងខ្ញុំសូមណែនាំលោកគ្រូអ្នកគ្រូដើម្បីចូលទៅកាន់ការប្រើប្រាស់នៅក្នុងកម្មវិធី GeoGebra នឹងអញ្ចឹងការប្រើប្រាស់គឺលោកគ្រូអ្នកគ្រូអាចចូលទៅក្នុង Google Search បាទយើងវាយពាក្យថា GeoGebra ទៅបាទឈ្មោះពេញរបស់វាគឺ GeoGebra Classic 6បាទឬហើយយើង enter ដើម្បីចូលទៅបាទអញ្ចឹងបន្តមកលោកគ្រូអ្នកគ្រូនឹងឃើញនៅត្រង់នេះបាទគឺពាក្យ GeoGebra Classic ឬហើយលោកគ្រូអ្នកគ្រូคลิกទៅលើពាក្យហ្នឹងទៅអញ្ចឹងផ្ទាំងខាងលើដែលលោកគ្រូអ្នកគ្រូបានឃើញនេះគឺជាផ្ទាំងសម្រាប់ប្រើនៅក្នុងកម្មវិធី GeoGebra តែម្ដងហើយមួយវិញទៀតលោកគ្រូអ្នកគ្រូក៏អាចដំឡើងកម្មវិធីនេះនៅលើកុំព្យូទ័របានដែរគឺការដំឡើងគឺគ្រាន់តែយើងមាន file ជា installer ដែលយើងអាចចែករំលែកនៅក្នុង Telegram បានអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែ download file មួយនឹងចូលទៅក្នុងកុំព្យូទ័រឬហើយយើងនឹងអាចប្រើប្រាស់កម្មវិធីនោះបានហើយគឺយើងអាចយកកម្មវិធីនោះមកប្រើនៅលើ desktop តែម្ដងបាទអញ្ចឹងកម្មវិធីនោះលោកគ្រូធ្វើការ double click ទៅលើវាទៅវានឹងចេញផ្ទាំងដោយដែលបានបង្ហាញនៅពេលដែលលោកគ្រូអ្នកគ្រូប្រើវានៅលើ online ផងដែរបាទហើយជាបន្តទៅទៀតនេះគឺខ្ញុំនឹងណែនាំលោកគ្រូអ្នកគ្រូអំពីរបៀបប្រើខ្លះៗដែលយើងអាចប្រើបាននៅក្នុងកម្មវិធី GeoGebra មួយនេះបាទអញ្ចឹងកម្មវិធីនេះអាចឲ្យយើងគូររូបខ្សែកោងនៃអនុគមបានដោយយើងគ្រាន់តែវាយឈ្មោះអនុគមនោះចូលអញ្ចឹងកន្លែងដែលយើងវាយគឺយើងវាយនៅចំហៀងខាងឆ្វេងនេះនៅត្រង់ពាក្យ input ឥឡូវខ្ញុំវាយអនុគមមួយគឺខ្ញុំចូលវាយអនុគម f នៃ x ដែលស្មើនឹង x ដក 2បាទបូកជាមួយនឹងបន្តមកខ្ញុំចង់វាយប្រភេទគឺ2កតា x បូក1នៅលើស្វ័យគុណ x បាទអញ្ចឹងគ្រាន់តែយើងវាយឈ្មោះនៃអនុគមនោះចូលគឺវានឹងបង្ហាញរូបភាពខ្សែកោងរបស់អនុគមនោះមកតែម្ដងបាទហើយយើងអាចផ្ទៀងផ្ទាត់បានទៅទៀតដូចថានៅក្នុងអនុគមមួយហ្នឹងគឺវាមាន asymptote trace y ស្មើ x ដក 2អញ្ចឹងខ្ញុំវាយ y ស្មើ x ដក 2ចូលបាទគឺវាបង្ហាញដែរថា asymptote នេះគឺជា asymptote trace នៃខ្សែកោង f ខាងបូកអនន្តបាទយើងដឹងទៀតថាអនុគមនេះគឺមានសមីការផ្ទាត់ប៉ះមួយគឺ y ស្មើ x អញ្ចឹងខ្ញុំវាយ y ស្មើ x ចូលទៀតបាទអញ្ចឹងគឺតាមរូបនេះគឺបង្ហាញថាវាជា
សម័យកាលបន្តប៉ះទៅនឹងក្រាបនៃអនុគមត្រង់ x ស្មើ0បាទហើយនៅត្រង់កន្លែងនេះគឺយើងអាចដាក់ចំណុចបានបាទហើយយើងជ្រើសរើសពាក្យ point បាទអញ្ចឹងចំណុចដែលខ្សែកោងហើយនឹងបន្តប៉ះគ្នាបាទយើងអាចតាំងចំណុចមួយទៅយើងដាក់ A ហើយចំណុចដែលអនុគមប្រសពជាមួយនឹងអាស៊ីនតូតបាទយើងដើរចំណុចមួយទៅបាទ B អញ្ចឹងរាល់ចំណុចគឺយើងអាចដើរបានដោយយើងគ្រាន់តែคลิกទៅលើផ្ទាំងនៃប្លង់ coordinate នេះបើសិនជាលោកគ្រូអ្នកគ្រូចង់សរសេរឈ្មោះបន្តឬក៏អនុគមនៅជិតខ្សែកោងរបស់វាអញ្ចឹងកន្លែងនេះក៏យើងអាចសរសេរបានដែរអញ្ចឹងយើងអាចចូលមកត្រង់កន្លែងដែលមានសញ្ញា A ស្មើ2នេះយើងคลิกលើវាទៅឬហើយយើងទៅយកពាក្យ ABC text បាទคลิกលើវាបន្តទៀតមកបាទឬហើយលោកគ្រូមកលើផ្ទាំងរបស់យើងហើយលោកគ្រូคลิกមួយឬហើយវានឹងបង្ហាញផ្ទាំងឲ្យយើងសរសេរចូលបាទឧបមាថាខ្ញុំចង់សរសេរបាទខ្សែកោង C F នៃ x ស្មើ x ដល់2បូកនឹងក្នុងការសរសេរប្រភេទលោកគ្រូអាចចូលមកខាងក្រោមនេះកន្លែង advanced ហើយមករកពាក្យ latex formula អញ្ចឹងតើតើនឹងប្រភេទស្វ័យគុណឬការ៉េអីគឺយើងអាចជ្រើសរើសចេញពីក្នុងនេះបានអញ្ចឹងខ្ញុំចង់សរសេរប្រភេទខ្ញុំយកប្រភេទ A លើ B បាទបន្តមកយើងអាចកែតម្រូវទៅតាមអ្វីដែលយើងចង់បានបាទខាងមុខនេះគឺយើងដាក់ឲ្យកន្សោមភាគយកខ្ញុំលុបពាក្យ A ចេញហើយខ្ញុំសរសេរ2កតា x បូក1បាទហើយខាងក្រៅនេះគឺជាផ្នែកតំណាងឲ្យភាគបែងអញ្ចឹងស្វ័យគុណខ្ញុំអាចសរសេរឬក៏យកពីក្នុងនេះក៏បានដែរកន្លែង latex formula បាទអញ្ចឹងខ្ញុំបដូរ x ទៅ e ហើយបដូរពី a ទៅជា x បាទនៅពេលដែលលោកគ្រូអ្នកគ្រូសរសេររួចហើយយើងអាចមកកន្លែង review ឡើងវិញដើម្បីមើលថាតើការសរសេរយើងត្រឹមត្រូវឬនៅបាទម្យ៉ាងទៀតយើងអាចប្រើអក្សរដិតឬក៏អក្សរ trade តាមការចង់បានរបស់លោកគ្រូអ្នកគ្រូបន្ទាប់ពីធ្វើរួចហើយយើងចុច OK បាទអញ្ចឹងយើងនឹងទទួលបានអនុគម f នៃ x នៅលើប្លង់ coordinate នេះហើយបាទមួយវិញទៀតគឺ y ស្មើ x ដល់2បាទដើម្បីឲ្យការសរសេរនឹងវាស្អាតលោកគ្រូសូមយកកន្លែងពាក្យ latex formula បាទคลิกទៅនឹងទៅហើយភាគច្រើនខ្ញុំចូលចិត្តប្រើអក្សរដិតអញ្ចឹងខ្ញុំយកអក្សរដិតដែរហើយអូខេបាទខ្ញុំវាយមួយទៀត y ស្មើ x បាទធ្វើដូចមិញដែរបាទរួចរាល់នៅពេលដែលរួចរាល់ហើយលោកគ្រូមកចុចសញ្ញាព្រួយនេះមានន័យថាយើងដកការធ្វើនឹងចេញយើងឈប់ធ្វើវាហើយបើសិនជាលោកគ្រូអ្នកគ្រូឃើញថាទំហំអក្សរនឹងតូចយើងអាចคลิกនៅលើអ្វីដែលយើងចង់ធ្វើវាហើយคลิกរួចហើយយើងមកកន្លែងខាងស្ដាំខាងលើនេះបាទចុចលើវាទៅអញ្ចឹងវាមានដូចជាការបដូរពណ៌ហើយនឹងពង្រីកអក្សរអញ្ចឹងពង្រីកអក្សរគឺនៅត្រង់កន្លែងនេះបាទអញ្ចឹងខ្ញុំអាចយក medium បាទប៉ុណ្ណឹងខ្ញុំគិតថាសមរម្យហើយបាទអញ្ចឹងបើសិនជាយើងចង់ដូរពណ៌គឺយកកន្លែងអក្សរ A នេះអញ្ចឹងវានឹងមើលធ្វើការដូរពណ៌អក្សរឲ្យយើងហើយបាទបន្តទៀតខ្ញុំនឹងណែនាំលោកគ្រូអ្នកគ្រូទៅកាន់ការគូររូបបើសិនជាយើងចង់គូរត្រីកោណមួយហើយយើងចង់ផ្ទៀងផ្ទាត់វាជាមួយនឹងទ្រឹស្ដីបត់2តើកើបាទយើងអាចធ្វើបានអញ្ចឹងការប្រើបន្តឬក៏អង្គត់សូមចូលមក function មួយនេះយើងคลิกលើវាទៅហើយបើយើងត្រូវការគូរជាបន្តយើងយកពាក្យ line ហើយបើយើងចង់ប្រើជាអង្គត់យើងអាចយក
segment ឥឡូវខ្ញុំយក segment ហើយខ្ញុំចង់ផ្ទៀងផ្ទាត់ប្រវែងជ្រុងជាមួយនឹងទិសបត់ពីតកឺឥឡូវខ្ញុំគូជ្រុងមួយខ្ញុំកំណត់ថាជ្រុង AB ហើយប្រវែងជ្រុង AB យើងអាចមើលនៅខាងឆ្វេងនេះបានបាទនៅត្រង់គេដាក់ថា segment AB ស្មើ4អញ្ចឹងដំណាងឲ្យប្រវែងអង្កត់ AB នឹងគឺស្មើនឹង4ឯកតាឥឡូវខ្ញុំគូចេញពី A នេះឡើងទៅលើគឺ AC បាទអញ្ចឹងប្រវែង AC គឺស្មើនឹង3ឯកតាលោកគ្រូប្រកាសជាដឹងហើយថាបើសិនជាជ្រុងនៃមុំកែង3ហើយនឹង4នោះប្រវែង hypotenuse របស់វាតាមទិសបត់ពីតាកើគឺយើងគណនាទៅគឺយើងនឹងឃើញថាវាស្មើ5ឥឡូវខ្ញុំនឹងភ្ជាប់ពី B ទៅ C ថាតើប្រវែងវាពិតជា5មែនអត់បាទនេះ BC អញ្ចឹងសូមមើលមកខាងនេះគឺគេបង្ហាញថា segment BC នេះគឺពិតជាស្មើ5មែនបាទអញ្ចឹងនៅពេលដែលយើងឈប់ប្រើហើយសូមចុចសញ្ញាព្រួយនេះដើម្បីបញ្ឈប់ការប្រើប្រាស់ជាបន្តទៀតខ្ញុំសូមណែនាំអំពីការគូផ្ទៃកាឡារូបចតុកោណឬក៏ត្រីកោណលោកគ្រូអាចចូលមក function មួយនេះបាទដូចដែលខ្ញុំបង្ហាញ click លើវាទៅហើយយើងយកពាក្យ polygon បាទអញ្ចឹងមកថាលោកគ្រូចង់គូចតុកោណកែងមួយអញ្ចឹងលោកគ្រូដើរចំណុចមួយមកrồiហើយយើងអូសបាទ click មួយទៀតឥឡូវខ្ញុំអូសចុះក្រោម click មួយទៀតអូសមកឆ្វេងវិញ click មួយទៀតហើយឡើងទៅចំណុច D វិញអញ្ចឹងខ្ញុំបានបង្កើតជាចតុកោណមួយបាទចតុកោណកែងហើយអត្ថប្រយោជន៍នៃការគូររូបនេះផងដែរគឺនៅពេលដែលយើងគូជ្រុងនីមួយៗអញ្ចឹងជ្រុងនីមួយៗគឺបានបង្ហាញប្រវែងរបស់វានៅផ្នែកខាងឆ្វេងនេះហើយនៅត្រង់កន្លែងដែលគេសរសេរថា polygon DEFG ស្មើ15អញ្ចឹងកន្លែងនេះគឺបញ្ជាក់ពីផ្ទៃក្រឡានៃរូបមួយនោះបាទដែលមាននៅក្នុងនោះបាទអញ្ចឹងបើសិនជាលោកគ្រូចង់គូផ្ទៃក្រឡាផ្សេងដែលមិនមែនជារាងត្រីកោណឬក៏ចតុកោណកែងវានឹងបង្ហាញផ្ទៃក្រឡានៅក្នុងនោះដូចគ្នាបាទឧបមាថាខ្ញុំគូរូបបញ្ចកោណមួយដែលអត់មានរាងទៀងទាត់បាទអញ្ចឹងនេះគឺជាបញ្ចកោណ HIJKL បាទអញ្ចឹងគឺវានឹងបង្ហាញផ្ទៃកន្លារបស់វាដែលស្មើនឹង20តាមរូបមួយនឹងហើយនឹងប្រវែងជ្រុងនីមួយៗក៏បានបង្ហាញនៅលើនេះដែរបាទមួយវិញទៀតបើសិនជាយើងចង់គូររង្វង់យើងអាចជ្រើសរើស function ដែលនៅជិតកន្លែងដែលយើងគូផ្ទៃកន្លានេះបាទអញ្ចឹងជំរើសនៅក្នុងការគូររង្វង់គឺមានច្រើនសម្រាប់លោកគ្រូអ្នកគ្រូឥឡូវខ្ញុំសូមបង្ហាញជំរើសទី1បាទគឺរង្វង់ជាមួយចំណុចហើយនឹងផ្ចិតមួយអញ្ចឹងយើងคลิกទៅលើកន្លែងហ្នឹងទៅបាទអញ្ចឹងក្នុងការគូរលោកគ្រូคลิกមួយដើម្បីដើរចំណុចរួចហើយយើងអាចអូសបាទអញ្ចឹងវាចេញជារង្វង់មកហើយបាទអញ្ចឹងរង្វង់ដែលមានទំហំប៉ុណ្ណាគឺសាច់ទៅតាមការចង់បានរបស់យើងនៅពេលដែលយើងពេញហើយយើងคลิกមួយទៀតគឺវានឹងចេញចំណុចមួយដែលស្ថិតនៅលើរង្វង់បាទបន្តមកទៀតវាគឺជាការគូរ ellipse បាទ function មួយនេះយើងអាចធ្វើការគូរ ellipse hyperbole ឬក៏ parabole បានឥឡូវខ្ញុំបង្ហាញលោកគ្រូអ្នកគ្រូទាក់ទងមួយការគូរ ellipse មួយយើងคลิกនៅលើពាក្យ ellipse នេះមកបាទអញ្ចឹងទី1យើងដើរចំណុចមួយคลิกចំណុចមួយrồiហើយយើងคลิกចំណុចមួយទៀតខ្ញុំសូមបញ្ជាក់ផងដែរថាចំណុចទាំងពីរនេះនៅក្នុង ellipse គឺវាតំណាងឲ្យគំនុំរបស់ ellipse អញ្ចឹងយើងចង់បាន ellipse ដែលមានទំហំប៉ុណ្ណាគឺយើងធ្វើការទាញពង្រីក ellipse នោះបាទ
ឬហើយយើងคลิกមួយទៀតទៅដើម្បីបង្កើតបានចំណុចមួយទៀតនៅលើ ellipse អញ្ចឹងយើងនឹងទទួលបានរូបរបស់ ellipse នឹងហើយ